ពេលដែលព្រះសិរីបុត្រនិងព្រះមុគលានិមន្តទៅដល់ក្រុងរាជក្រឹសពោះក្រុងសាវត្ថីផ្សេងក្រុងរាជក្រឹសផ្សេងណាពោះនិមន្តចេញពីក្រុងសាវត្ថីទៅកាន់ក្រុងរាជក្រឹសហ្នឹងជាមួយភិក្ខុសង្ឃ 1000 អង្គទៅដល់ហើយព្រះសិរីបុត្របានប្រកាសសម្ដែងធម៌ពោះសម្ដែងធម៌នៅក្នុងធម្មបទថកថាអត្ថកថាធម្មបទហ្នឹងបានសម្ដែងព្រះសិរីបុត្របានលើកពីការធ្វើទានរបស់បុគ្គល4ពួកណាញាតិញោមអាចចេះចាំទៅក៏ល្អដែរព្រោះការធ្វើទានរបស់បុគ្គល4ពួកទី1ទៅនឹងបុគ្គលដែលធ្វើទានហើយបបួលទី1គឺបុគ្គលដែលធ្វើទានហើយទៅបបួលគេបើធ្វើទានខ្លួនឯងផងបបួលអ្នកដទៃផងខ្លួនឯងមានសទ្ធាផងទៅបបួលគេឲ្យមកធ្វើជាមួយណាហ្នឹងគឺផលនៃការឲ្យទានហ្នឹងបន្ទាប់ពីស្លាប់ទៅបុគ្គលហ្នឹងមានភោគសម្បត្តិផងមានបរិវារសម្បត្តិផងឬក៏ថាជាតិណាជាតិណីបន្ទាប់ពីជាតិហ្នឹងទៅគឺថាបុណ្យហ្នឹងវាឲ្យផលណាការយើងសាងឲ្យផលហ្នឹងគឺមានទាំងភោគសម្បត្តិមានន័យថាទ្រព្យសម្បត្តិមានសម្រាប់ប្រើប្រាស់ហើយអញ្ចឹងណាហើយនឹងមានបរិវារសម្បត្តិដល់ថាមនុស្សដែលនៅជុំវិញយើងអាចថាកូនប្រុសស្រីញាតិមិត្តបងប្អូនអីអញ្ចឹងទៅបរិវារអ្នកនៅជុំវិញយើងណាបូញាតិអញ្ចឹងហ្នឹងទី1ទី2បុគ្គលហ្នឹងមានសទ្ធាធ្វើទានធ្វើទានចេញបច្ច័យខ្លួនឯងទ្រព្យសម្បត្តិខ្លួនឯងប៉ុន្តែអត់បបួលគេទេអត់បបួលគេធ្វើទានជាមួយឯងបួលអ្នកតីថាចូលបន់ចូលអីឬថាតោះទៅវត្តទៅវាឬក៏ថាតោះធ្វើចង្ហាន់លោកអីអត់មានបបួលគេអីសោះបន់ឲ្យផលបុគ្គលនឹងជាតិណារមែងសម្បូរដោយភោគសម្បត្តិមានទ្រព្យមានអីច្រើនតែខ្វះញាតិសម្បត្តិខ្វះបរិវារសម្បត្តិចឹងដែរណាញាតិញោមដោយសារយើងអត់សូវបានបបួលគេធ្វើតែស្ងាត់ធ្វើតែម្នាក់ឯងខ្លួនឯងចឹងដល់ទី3ទី3គឺបុគ្គលហ្នឹងអត់មានសទ្ធាទេអត់មានសទ្ធាខ្លួនឯងទេអត់បានធ្វើដោយទ្រព្យសម្បត្តិខ្លួនឯងទេប៉ុន្តែដើរបបួលគេខ្លួនឯងនឹងអត់បានធ្វើអីសោះណាព្រោះអត់បានធ្វើអីសោះចូលបន់ចូលអីអត់បានចំណាយទ្រព្យសម្បត្តិខ្លួនឯងអីទេប៉ុន្តែដើរបបួលគេមកធ្វើបន់ធ្វើទានអីអញ្ចឹងណាខ្លួនឯងអត់មានចេញអីសោះខ្លួនឯងអត់មានចេញវិច័យចេញអីតិចតួចសោះហ្នឹងបុគ្គលហ្នឹងក្នុងជាតិណារមែងមានបរិវារសម្បត្តិច្រើនតែភោគសម្បត្តិមិនសូវមានណាញាតិញោមស្ដាប់តើណាភោគសម្បត្តិអត់សូវមានទេព្រោះកាលទៅធ្វើបន់ធ្វើទានហ្នឹងអត់សូវបានចំណាយលទ្ធភាពរបស់ខ្លួនឯងទេទ្រព្យសម្បត្តិខ្លួនឯងអីហ្នឹងប៉ុន្តែបបួលគេរហូតដល់ពេលជាតិណាជាមនុស្សដែលបូញាតច្រើនប៉ុន្តែដូចខ្វះខាតអញ្ចឹងណាទ្រព្យសម្បត្តិអីអញ្ចឹងទៅបោះប្រើប្រាស់អីហ្នឹងណាញាតិញោមមាននឹងអស់ហើយឃើញព្រោះក្នុងលោកយើងនេះចេះតែមានតែមនុស្សប្រភេទហ្នឹងច្រើនហើយចុងក្រោយគឺបុគ្គលនឹងអត់បានទាំងធ្វើខ្លួនឯងហើយទាំងមិនបានបបួលគេធ្វើដែរមិនថាអត់ធ្វើសោះអត់បានចំណាយទ្រព្យធនធានធ្វើទានអីទេហើយបបួលអ្នកទេក៏អត់បបួលណាអត់បួលគេធ្វើគេអីទេហ្នឹងយ៉ាងម៉េចទៅញោមខ្វះទាំងបុណ្យខ្វះទាំងគេហៅថាភោគសម្បត្តិខ្វះទាំងបរិវារសម្បត្តិខ្វះទាំងពីរតែម្ដងបានន័យថាក្រីក្រទ្រព្យសម្បត្តិអីអញ្ចឹងទៅណាហើយសាច់ញាតិហ្នឹងក៏អត់មានអីទៅគេមិនសូវរឹបរោមសូវរាប់អានកូនចៅប្រុសស្រីអីក៏អត់មានអីអញ្ចឹងទៅណាក៏មិនសត់ហ្នឹងដោយសារអត់បានធ្វើបន់ស្ដាប់តន់ទេមិញបើស្ដាប់តន់ហ្នឹងព្រះសិរីបុត្រណាព្រះសិរីបុត្របានសម្ដែងធម៌នៅក្នុងក្រុងរាជក្រឹសហ្នឹងធម៌ហ្នឹងគឺព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងមកព្រះសិរីបុត្រសម្ដែងតាម